ប្រទេសកម្ពុជាមានអគារខ្ពស់ជាង 5% នៅរយៈពេល6ខែដើមឆ្នាំ2015នេះអនុប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានអះអាងថាក្នុងរយៈពេល6ខែដើមឆ្នាំ2015នេះអគារខ្ពស់ដែលមានកម្ពស់ចាប់ពី9ជាន់រហូតដល់ជាង40ជាន់មានចំនួនប្រហែល561អគារបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2014គឺមានត្រឹមតែជាង300អគារប៉ុណ្ណោះនៅទូទាំងប្រទេសដែលចំនួននេះមានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ហងមាសកាលពីថ្ងៃទី3ខែកក្កដាកន្លងទៅនេះលោកអង្ញានួនរដ្ឋីអនុប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជានិងជានាយកប្រតិបត្តិក្រុមហ៊ុនខ្មែរ Foundation Appraisal ដែលជាក្រុមហ៊ុនមានកេរ្តិ៍ឈ្មោះផ្ដល់សេវាលើវិស័យអចលនវត្ថុដ៏គួរជាទីពេញចិត្តនោះមានប្រសាសន៍ថាកំណើនសេដ្ឋកិច្ចរបស់កម្ពុជាមានការរីកចម្រើនធ្វើឲ្យអ្នកវិនិយោគមានការចាប់អារម្មណ៍ធ្វើការវិនិយោគលើផ្នែកអចលនវត្ថុដែលពេលបច្ចុប្បន្នគេសង្កេតឃើញថាមានអគាររីកដុះដាលនិងគម្រោងមួយចំនួនបានកំពុងឆ្លងរដ្ឋាភិបាលដើម្បីធ្វើការសាងសង់យោងទៅតាមទិន្នន័យដែលយើងទទួលបានអំពីសមាគមរបស់យើងហ្នឹងគឺថាអគារខ្ពស់មានកម្ពស់ចាប់ពី9ជាន់រហូតដល់ជាង40ជាន់ហ្នឹងមានប្រហែលជា561អគារបាទបើធៀបទៅឆ្នាំកន្លងទៅ2ឆ្នាំមុនមានតែជាង300អគារទេអញ្ចឹងការកើនហ្នឹងឃើញឲ្យគួរកត់សម្គាល់ហើយពាក់ព័ន្ធទៅនឹងគម្រោងថ្មីទៀតដែលយើងឃើញថានឹងមានការសាងសង់បន្ថែមទៀតនឹងប្រហែលជាម្ដុំប្រហែលចន្លោះ70គម្រោងទៀតដែលមិនទាន់បានចាប់ផ្ដើមប៉ុន្តែនៅក្នុងការដាក់ច្បាប់ដាក់អីសារការសុំការអនុញ្ញាតសាងសង់ដែរហើយបើសិនសម្រាប់យើងគិតទៅលើស្ថិតិទូទាំងប្រទេសវិញនៅក្នុងមួយខេត្តជាមជ្ឈមភាគអាចจะ5សម្រាប់អគារមានកម្ពស់ពី9ជាន់ឡើងទៅអញ្ចឹងបើយើងសរុបទៅប្រហែលជាកំឡុងពេលតាំងពីឆ្នាំ2008មកដល់បច្ចុប្បន្ននេះយើងអាចអគារខ្ពស់មានប្រហែលរហូតដល់ជាង700អគារមកជាង700អគារនេះជាចំនួនមួយដែលយើងគួរឲ្យកត់សម្គាល់ហើយក៏ជាមោទនភាពរបស់ប្រទេសជាតិដូចជាប្រជាជនទាំងមូលដែរវាពាក់ព័ន្ធទៅនឹងគេហៅថា gross national product គឺជាសម្បត្តិរបស់ប្រទេសជាតិរបស់យើងដែរបាទខ្មែរ Foundation Appraisal នេះគឺយើងចាប់បដិសន្ធិឡើងនៅឆ្នាំ2000ដើមឆ្នាំ2015នេះហើយក្រុមហ៊ុនយើងបម្រើលើសេវាកម្ម5គឺទី1គឺការវិតម្លៃលើអចលនវត្ថុនិងចលនវត្ថុបាទទី2ពាក់ព័ន្ធនឹងផ្នែក consultancy នឹងនៅក្នុងយើងអាចមានទិញលក់ជួលអចលនវត្ថុនឹងគឺយើងមានធ្វើសេវាកម្មនឹងដែរទី3យើងមានពាក់ព័ន្ធទៅនឹង property management គេហៅថាការគ្រប់គ្រងអចលនវត្ថុនឹងវាមានលក្ខខណ្ឌ2គឺគេហៅថាលក្ខណៈindividual management និង whole management បាទទី3យើងមានសេវាកម្មខាងសេវាកម្មសំណង់បាទសំណង់ហើយពាក់ព័ន្ធនឹងសេវាកម្មមួយទៀតនោះគឺយើងមានសេវាកម្មមានអភិវឌ្ឍបាទអភិវឌ្ឍនេះជាផែនការរបស់ក្រុមហ៊ុនយើងមានថាក្រុមហ៊ុននឹងធ្វើការអភិវឌ្ឍខ្លួនឯងបើសិនជាយើងមើលឃើញថាមានឱកាសនៅក្នុងកំឡុងពេលណាមួយនោះបាទលោកអង្ញាបានបញ្ជាក់ថាសម្រាប់ឆ្នាំ2015នេះមានគម្រោងសាងសង់អគារខ្ពស់ចំនួន70គម្រោងដែលភាគច្រើននៅក្នុងរាជធានីភ្នំពេញបាននឹងកំពុងធ្វើការសិក្សានិងដាក់ឲ្យរាជរដ្ឋាភិបាលធ្វើការសម្រេចដូច្នេះហើយប្រសិនបើគម្រោងទាំងនេះចេញទៀតនោះវានឹងធ្វើឲ្យរាជធានីភ្នំពេញយើងនឹងមានអគាររីកដុះដាលដើម្បីជាការទាក់ទាញអ្នកទេសចរមកលេងរាជធានីភ្នំពេញកាន់តែច្រើនក៏បញ្ជាក់ថាក្នុងពេលថ្មីនេះសាលារាជធានីភ្នំពេញបាននឹងកំពុងពិចារណាគម្រោងសាងសង់អគារភ្លោះមួយនៅចំកណ្ដាលរាជធានីភ្នំពេញដែលមានកម្ពស់111ជាន់ស្មើនឹង500ម៉ែត្រក្រុងចំណាយទុនវិនិយោគជាង$3000លានដោយរួមទាំងហេដ្ឋារចនាសម្ព័ន្ធនិងសួនច្បារសាធារណៈព័ត៌មានសេដ្ឋកិច្ចដែលជម្រាបជូននៅនាងខ្ញុំនៅពេលនេះចាប់តែប៉ុណ្ណេះជាបន្តសូមតាមដានទស្សនាព័ត៌មានប្លែកៗ